ការបកស្រាយទស្សនៈរបស់ឡាវស៊ឺទស្សនៈរបស់ទស្សនវិជ្ជាចិនដ៏ល្បីល្បាញឡាវស៊ឺឬឡាវជូនេះមានអត្ថន័យជ្រាលជ្រៅនិងជាការណែនាំដ៏មានតម្លៃសម្រាប់ជីវិតទស្សនៈនេះបានចង្អុលបង្ហាញពីតម្លៃពិតនៃជីវិតដែលមិនមែនផ្អែកលើទ្រព្យសម្បត្តិខាងក្រៅទេតែផ្អែកលើគុណភាពនៃស្ថានភាពផ្ទៃក្នុងរបស់មនុស្សម្នាក់ៗខាងក្រោមនេះជាការបកស្រាយលម្អិត 1. សុខភាពជាទ្រព្យសម្បត្តិមហាសាលអត្ថន័យនេះមានន័យថាសុខភាពល្អគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតលើโลกទោះបីជាមនុស្សម្នាក់មានប្រាក់ច្រើនប៉ុណ្ណាក៏ដោយក៏មិនអាចរីករាយនឹងវាបានដែរប្រសិនបើគ្មានសុខភាពល្អសារៈសំខាន់ឡាវស៊ឺបានលើកតម្កើងសុខភាពឲ្យស្មើនឹងទ្រព្យសម្បត្តិទាំងអស់ដែលយើងអាចមានព្រោះសុខភាពគឺជាមូលដ្ឋានគ្រឹះដែលអនុញ្ញាតឲ្យយើងអាចធ្វើអ្វីៗបានទាំងអស់នៅក្នុងជីវិតទាំងការងារការរីករាយនិងការបំពេញតួនាទី 2. សេចក្តីស្ងប់ស្ងល់ជាកំណប់ទ្រព្យដ៏ប្រសើរថ្លៃថ្លាអត្ថន័យសេចក្តីស្កប់ស្កល់ការពេញចិត្តនឹងអ្វីដែលខ្លួនមានគឺជាកំណប់ទ្រព្យដ៏អស្ចារ្យបំផុតការស្កប់ស្កល់មិនមែនជាការបោះបង់ចោលការខិតខំទេតែជាការរស់នៅដោយគ្មានការស្រេកឃ្លានឥតឈប់ឈរនិងការប្រៀបធៀបជាមួយនឹងអ្នកដទៃសារៈសំខាន់ទ្រព្យសម្បត្តិខាងក្រៅអាចបាត់បង់បានប៉ុន្តែសេចក្តីស្កប់ស្កល់ក្នុងចិត្តគឺជារតនសម្បត្តិដ៏ថ្លៃថ្លាដែលនាំមកនូវសន្តិភាពខាងក្នុងមនុស្សដែលចេះស្កប់ស្កល់គឺជានរណាដែលរស់នៅដោយមានអារម្មណ៍ថាគ្រប់គ្រាន់ទោះស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយ 3. សេចក្តីជឿជាក់ជាកល្យាណមិត្តដ៏ប្រសើរអត្ថន័យសេចក្តីជឿជាក់លើខ្លួនឯងឬភាពក្លាហានក្នុងការរស់នៅគឺជាមិត្តដ៏ល្អបំផុតមិត្តពិតតែងនៅក្បែរយើងផ្ដល់កម្លាំងចិត្តនិងដឹកនាំយើងទៅកាន់ផ្លូវត្រូវសារៈសំខាន់នៅពេលដែលយើងមានភាពជឿជាក់លើខ្លួនឯងយើងមិនចាំបាច់ពឹងផ្អែកលើការយល់ព្រមឬជំនួយឥតឈប់ឈរពីអ្នកដទៃទេជំនួយជឿជាក់នឹងជំរុញឲ្យយើងហ៊ានប្រឈមនឹងឧបសគ្គសម្រាប់ចិត្តដោយខ្លួនឯងនិងរស់នៅតាមគន្លងផ្លូវរបស់ខ្លួនឯងប្រកបដោយឯករាជ្យនិងកិត្តិយស 4. អនត្តភាពជាសេចក្តីរីករាយបំផុតអត្ថន័យពាក្យថាអនត្តភាព non-being ឬ non-existence នៅក្នុងទស្សនៈតាវិនិយមរបស់ឡាវស៊ឺជួនកាលក៏ត្រូវបានបកប្រែថាភាពទំទេរស្អាតឬក៏ emptiness ឬក៏ភាពស្ងប់សុខគ្មានភាពតានតឹងនេះសំដៅទៅលើស្ថានភាពមួយដែលចិត្តលែងប្រកាន់ភ្ជាប់នឹងរឿងរ៉ាវវត្ថុឬអត្តសញ្ញាណខ្លួនឯងដ៏តូចជាងទៀតហើយនេះមិនមែនសំដៅដល់ការស្លាប់ទេប៉ុន្តែសំដៅដល់ការរលត់នៃតណ្ហាការចង់បាននិងអាត្មា ego ដែលជាប្រភពនៃទុក្ខសារៈសំខាន់ការរីករាយដ៏ធំបំផុតកើតឡើងនៅពេលដែលយើងរំដោះខ្លួនចេញពីបន្ទុកនៃការមានការចង់បាននិងការខ្លាយជាពេលដែលចិត្តស្ងប់ហើយមានភាពទទេស្អាតដោយមិនមានអ្វីមករំខានយើងនឹងរកឃើញសេរីភាពនិងសេចក្តីរីករាយដ៏បរិសុទ្ធបំផុតដែលមិនប្រែប្រួលតាមកាលៈទេសៈខាងក្រៅខីសេចក្តីសង្ខេបទស្សនៈនេះបានបង្រៀនយើងឲ្យផ្ដោតលើគុណតម្លៃផ្ទៃក្នុងជំនួសឲ្យវត្ថុខាងក្រៅសុខភាពរូបកាយគឺជាមូលដ្ឋានគ្រឹះនៃអ្វីៗទាំងអស់សេចក្តីស្ងប់ស្កល់អារម្មណ៍គឺជាប្រភពនៃសុភមង្គលពិតប្រាកដសេចក្តីជឿជាក់ស្មារតីគឺជាកម្លាំងដ៏ខ្លាំងក្លាក្នុងការរស់នៅអនត្តភាពឬភាពទទេស្អាតផ្លូវចិត្តនិងទស្សនវិជ្ជាគឺជាគោលដៅចុងក្រោយនៃសេចក្តីរីករាយនិងសន្តិភាព